ថ្ងៃហ្នឹងថាថតវីដេអូមួយចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាប៉ុន្តែគ្រាន់តែចាប់ផ្ដើមថតភ្លាមគឺឧបសគ្គមកភ្លាមតែម្ដងអំពូលដែលខ្ញុំដាក់រាល់ដងហ្នឹងគឺវាបានឆេះខ្ទេចបាត់ទៅហើយបងប្អូនទាំងអស់គ្នាអើយពងតែថតមិញហ្នឹងរៀបនឹងបានវីដេអូចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយផ្ទុះប៊ឹងបាទហុយផ្សែងពេញហ្នឹងប៉ុន្តែវាមិនមែនជាឧបសគ្គដែលមករារាំងខ្ញុំទេខ្ញុំបានឆ្នៃនេះយកពលឺទូរស័ព្ទហ្នឹងបងប្អូនទាំងអស់គ្នា flash ទូរស័ព្ទមួយនេះយកមកដាក់ប្រចាំងមុខមកដើម្បីឲ្យវាភ្លឺគ្រាន់បានមើលខ្លះណាបងប្អូនទោះបីជាមិនបានអាភ្លើងធំដែលវាប្រចាំងមកច្បាស់ប៉ុន្តែយើងដាក់ flash ទូរស័ព្ទនេះមួយមកយើងអាចមើលបានហើយបើបងប្អូនទាំងអស់គ្នាមើលទៅថាមិនសូវច្បាស់ទេវារៀងព្រិលបាទបងប្អូនទាំងអស់គ្នាអធិស្ឋានផងដោយសារតែយប់ហើយខ្ញុំអត់ដឹងថាទៅទិញឯណាទេអំពូលភ្លើងអញ្ចឹងហើយមានតែឆ្នៃតាមការគួរដើម្បីបានវីដេអូចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយចំណែកពន្លឺមកខាងនេះវិញគឺខ្ញុំប្រើប្រាស់ជាមួយនឹងភ្លើងមួយនេះបងប្អូនភ្លើងមួយនេះប្រហែលជាតម្លៃ$5ទេខ្ញុំទិញវាប្រហែលជា4ឆ្នាំហើយបងប្អូនបាទ4ឆ្នាំហើយអញ្ចឹងពេលដែលយើងប្រើគឺយើងសាកថ្មមកអាភ្លើងនេះយើងអាចធ្វើឲ្យមុខរបស់យើងនឹងវាច្បាស់បានមកកម្រិតដែរដោយសារតែអាភ្លើងរាល់ដងដែលខ្ញុំតែងតែថតហ្នឹងវាផ្ទុះសេវាឆេះបាត់ហើយបាទឈ្ងៀមពេញបន្ទប់តែឥឡូវអត់បញ្ហាទេយើងឆ្នៃតាមការគូហើយយើងថតវីដេអូចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទៀតអញ្ចឹងសួរថាតើមានប្រធានបទអីសំខាន់អត់មកចែករំលែកថ្ងៃនេះបានជាទោះបីជាដាច់ភ្លើងហើយនៅតែខំប្រឹងប្រែងនៅក្នុងការឆ្នៃយកមកថតចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាទៀតវាអត់មានអីសំខាន់ណាស់ទេបងប្អូនប៉ុន្តែខ្ញុំមានប្រធានបទមួយឬក៏មានគំនិតមួយយកមកចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដោយសារតែនៅក្នុងខែកក្កដាកន្លងទៅនេះរយៈពេល1ខែពេញគឺខ្ញុំអត់បានផឹកកាហ្វេទេដោយសារតែខ្ញុំចង់សេវលុយយកមកទិញវាំងនននៅខាងក្រោយនេះបងប្អូនបើសិនជាខ្ញុំយកលុយទាំងដុំទៅទិញក៏បានដែរប៉ុន្តែអត់ទេដោយសារតែខ្ញុំចង់តេស្តការអត់ធ្មត់របស់ខ្ញុំហ្នឹងថាតើខ្ញុំអាចផ្ដាច់កាហ្វេបានអត់រយៈពេល1ខែហ្នឹងហើយខ្ញុំអាចទិញវាំងននហ្នឹងបានតាមរយៈការផ្ដាច់កាហ្វេរយៈពេល1ខែរបស់ខ្ញុំហ្នឹងបានអត់បងប្អូនទាំងអស់គ្នាកាហ្វេដែលខ្ញុំផឹករាល់ដងអាចមានតម្លៃពី4000ទៅ5000រៀលនៅក្នុងមួយកែវហើយជារៀងរាល់ថ្ងៃយើងតែងតែផឹកចំនួន1កែវឬក៏ទៅ2កែវអញ្ចឹងហើយខ្ញុំក៏បានសាកនៅ challenge មួយរយៈពេល1ខែនៅក្នុងខែកក្កដាបើសិនជាខ្ញុំអត់ផឹកកាហ្វេនៅក្នុងមួយថ្ងៃគឺយើងត្រូវដកលុយថ្លៃផឹកកាហ្វេដែលយើងផឹករាល់ថ្ងៃហ្នឹងយកមកដាក់នៅក្នុងកុងសន្សំហើយអ្វីដែលជាលទ្ធផលនោះគឺខ្ញុំទទួលបានវាំងនននៅខាងក្រោយមួយបាទបងប្អូនទាំងអស់គ្នាទុកជា background សម្រាប់ថតវីដេអូចែករំលែកទៅកាន់បងប្អូនបន្តទៀតការផ្ដាច់កាហ្វេតាមពិតទៅវាមិនពិបាកពេកទេបើសិនជាយើងតាំងចិត្តនៅក្នុងការផ្ដាច់ដោយសារតែខ្ញុំក៏ធ្លាប់បានផ្ដាច់ស្រាខ្ញុំធ្លាប់បានផ្ដាច់ភេសជ្ជៈគ្រឿងកំប៉ុងហើយនឹងផ្ដាច់នៅការញ៉ាំមីជាដើមអញ្ចឹងវាអត់មានអីផលពិបាកទេសម្រាប់ខ្ញុំប៉ុន្តែមានរឿងមួយដែលកើតឡើងនៅពេលដែលយើងចាប់ផ្ដើមធ្វើការបដិញ្ញាចិត្តខ្លួនឯងគំនិតមួយទៀតវានឹងមកប្រឆាំងយើងវានឹងមកប្រាប់យើងថាតើយើងធ្វើអញ្ចឹងដើម្បីអីធ្វើអញ្ចឹងទៅអីនាំតែពិបាកដល់ខ្លួនឯងដែរហ្នឹងដកលុយយកទៅទិញត្មងទៅចាំបាច់ធ្វើបាបខ្លួនឯងផ្ដាច់កាហ្វេផ្ដាច់អីណាអាហ្នឹងគឺជាគំនិតមួយទៀតដែលវាមកប្រាប់យើងប៉ុន្តែអត់ទេយើងត្រូវតាំងចិត្តមួយឲ្យខ្លាំងក្លាបងប្អូនបើសិនជាយើងចង់ធ្វើវាឲ្យបានសម្រេចយើងត្រូវតែអាសារំលឹកខ្លួនឯងថាយើងធ្វើនឹងយើងមានគោលបំណងអីអញ្ចឹងបើសិនជាយើងមានគោលដៅច្បាស់លាស់ហើយនៅក្នុងការធ្វើនឹងយើងចង់បានអីពិតប្រាកដហើយយើងនឹងអត់ចាញ់អាគំនិតមកខាងទៀតវាមកទាញយើងឯងបងប្អូនដូចជាការហាត់ប្រាណហាត់អីហ្នឹងនៅពេលដែលយើងទៅហាត់ប្រាណហ្នឹងមានគំនិតមួយដែលយើងគិតនៅក្នុងចិត្តណាគឺយើងចង់ឲ្យខ្លួនយើងនឹងមានសុខភាពល្អចង់ឲ្យរូបរាងកាយរបស់យើងនឹងស្អាតប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមទៅផ្ទាល់បានយើងដឹងថាមានផ្នត់គំនិតមួយទៀតទាញយើងថាចាំបាច់ទៅធ្វើបាបខ្លួនឯងអញ្ចឹងទៅអីហើយមួយទៀតវាប្រាប់យើងថាវាចង់សម្រាកហើយហត់នឿយហើយសម្រាកខ្លះទៅកុំហាត់ខ្លាំងពេកអានឹងវាគ្រាន់តែជាអារម្មណ៍មួយដែលវាចាប់ផ្ដើមទាញយើងណាជាលេសមួយដែលធ្វើឲ្យយើងអត់អាចទៅហាត់ប្រាណឬក៏អត់ឲ្យសម្រេចគោលដៅរបស់យើងទេអញ្ចឹងអីដែលខ្ញុំមកចែករំលែកនៅក្នុងថ្ងៃនេះគឺការតាំងចិត្តរបស់យើងបើសិនជាយើងមានការតាំងចិត្តមុតមមនៅក្នុងខ្លួនហើយអ្វីក៏យើងអាចធ្វើបានដែរបងប្អូនទាំងអស់គ្នាអរគុណអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេដោយសារតែមានឧបសគ្គច្រើនពេកអញ្ចឹងចែករំលែកបងប្អូនប៉ុណ្្នឹងចុះបាទជម្រាបលា